ស្ងាត់សារ៉ាបង្ហាញមុខគូស្នេហ៍ថ្មីដឹកដៃគ្នាចូលរោងការថែមទាំងបញ្ជាក់យ៉ាងច្បាស់បែបនេះជាការពិតណាស់តារា TikTok សារ៉ាចាប់តាំងពីបាច់បាក់ស្នេហាចាស់រួចមកឃើញថាកញ្ញាហាក់លែងសើខ្វល់ឬចង់បានស្នេហាឬដៃគូថ្មីមកស្អំបេះដូងឡើយផ្ទុយទៅវិញស្រីស្អាតរូបនេះតែងខិតខំប្រឹងប្រែងរកស៊ីនិងចំណាយពេលវេលាដើរលេងកម្សាន្តជាមួយមិត្តភ័ក្តិទៅវិញប៉ុន្តែហ្វេនតែងដាក់ការសង្ស័យថាសារ៉ាមានទំនាក់ទំនងស្នេហាជាមួយកំឡោះសង្ហារ៉ាមីព្រោះអ្នកទាំងពីរមើលទៅពិតជាស្និទ្ធស្នាលគ្នាខ្លាំងណាស់ដែលសកម្មភាពទាំងនោះលើសពីពាក្យថាមើលព្រោះរ៉ាមីតែងមើលថែនិងយកចិត្តទុកដាក់ខ្វាយខ្វល់បារម្ភពីសារ៉ាគ្រប់ពេលហេតុនេះហើយទើបហ្វេនជាច្រើនគិតថាអ្នកទាំងពីរគឺជាគូស្នេហ៍នឹងគ្នាចំណែកឯសម័យខ្លួនទាំងពីរវិញតែងប្រកែករហូតរួចប្រាប់ហ្វេនថាពួកគេត្រឹមជាមិត្តភក្តិជិតស្និទ្ធដែលរួមការងារជាមួយគ្នាប៉ុណ្ណោះគ្មានអ្វីលើសពីនឹងនោះឡើយទោះបីសារ៉ានិងរ៉ាមីខំបកស្រាយយ៉ាងណាក៏ដោយក៏អ្នកគ្រប់គ្រងមិនជឿសម្ដីអ្នកទាំងពីរឡើយប៉ុន្តែពេលនេះការពិតត្រូវបានលាតត្រដាងហើយក្រោយជង្គង់ដែលជាមិត្តសម្លាញ់របស់សារ៉ាបានថតវីដេអូបង្ហោះរួចនិយាយរៀបរាប់ថាសារ៉ាចិត្តចូលរោងការហើយដោយក្នុងនោះសារ៉ាក៏បានបញ្ជាក់ផងដែរថាណាគេសារ៉ាសូមមើលមុខបានអត់ហេចូលការវិញនេះហើយអីយ៉ាបងប្អូននេះអត់ដឹងបានតាណាគេមិនសុកសុកវាខលគ្នាសុកសុកមកដល់មុខការបណ្ដោយឆាគូមករបណ្ដោយអូតអស់គ្នានេះគឺថ្ងៃជួបការសារ៉ាទៀតណាបងប្អូនខ្ញុំឈ្មោះខ្ញុំឈ្មោះសុភីម្ដងឈ្មោះគេអូសារ៉ាលើឈ្មោះពុតសារ៉ាគឺឈ្មោះសុភីហើយសូមមើលមុខខាងប្រុសបានអត់អត់ឲ្យមើលតថ្ងៃតែឲ្យជំនួសឲ្យមើលឲ្យជំនួសមិនឲ្យជំនួសស្អែកទេអូតអស់គ្នានេះឡើយសូមមើលខាងប្រុសទីមើលអត់ឲ្យមើលទៀតមានសារ៉ាហាមអត់ឲ្យមើលក៏ឲ្យមើលបណ្ដោយទៅស្រឡាញ់គ្នាយូរនៅស្រឡាញ់គ្នាមិញស្រឡាញ់គ្នាមកគាត់ចិត្តចូលរោងការបណ្ដោយលឿនស្នេហាផ្ទះបានអើយស្នេហាហ្នឹងតន់ហន់ផ្ទះបានយកហើយស្អីឡើងបែកគ្នាវិញស្អីឡើងបែកគ្នាវិញមែនដល់ខែនេះរោងការនេះទៅតាមអីអត់លាខាងប្រុសសិននេះបងទៅណាបាយបងអើយទៅណាបងអូនចាំបងកុំមកស្អែកនៅពីព្រលឹមហើយចំនួនលើនៅអត់ទៅហើយចំនួនទៅស្អែកកូនមកតារានឹងឯងអើយគេវិការគេសប្បាយចិត្តអញ្ចឹងណាបងប្អូនសំខាន់គឺជាប់ផ្ទះយកហ្មងដល់តារាមកតែតោមកគេពីកាលនេះបងប្អូននេះ